សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះដែរខ្ញុំនឹងនិយាយបទស្រាយនៅរឿងមួយដែលមានចំណងជើងថា Jake the Giant Slayer ដើម្បីចែកជូនជាមគ្គផលដល់បងប្អូនអរគ្នាបានទស្សនានិងស្ដាប់កម្សាន្តហើយខ្សែរឿងមួយនឹងដែរប្រហែលជាបងប្អូនអរគ្នាបានទស្សនាទាំងភាសាខ្មែរអីទាំងអស់ហ្នឹងអស់រួចមកហើយតែបើផ្លេចខ្សែរឿងអាចមកមើលការសម្ដែងរបស់ខ្ញុំនឹងឡើងមកវិញបានហើយម្យ៉ាងវិញទៀតរឿងមួយហ្នឹងខ្ញុំក៏ចូលចិត្តជាខ្លាំងណាស់ផងដែរចឹងហើយតែបានជាខ្ញុំនឹងមើលវាឡើងវិញហើយក៏សម្ដែងតែម្ដងទៅកុំឲ្យខាតហ្នឹងហើយដើម្បីកុំឲ្យខាតពេល review តើយើងទៅតាមដានទស្សនាខ្សែរឿងរបស់យើងទាំងអស់គ្នាហើយមុននឹងទស្សនាmìnhក៏ស្នើសុំឲ្យបងប្អូនអរគ្នានឹងសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងខ្សែរឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Jake កំពុងតែលេងតុក្កតានិងនិទានរឿងតែម្នាក់ឯងនៅកណ្ដាលរាត្រីដ៏ស្ងប់ស្ងាត់បន្ទាប់មកឪពុករបស់គេនឹងក៏បានចូលមកសួរនាំហើយ Jake នឹងក៏បានប្រាប់ថាគឺមានយក្សនឹងបានមកដាស់គេឲ្យងើបពីដេកអញ្ចឹងទៅដែលគេនឹងក៏ជាក្មេងប្រុសដែលបានជឿងប់ងល់ទៅលើព្រេងនិទានដែលយក្សនឹងបានធ្វើឲ្យមានផ្កើតផ្ទះនោះផងដែរបន្ទាប់មក Jake នឹងក៏បានឲ្យឪពុករបស់គេនឹងអានព្រេងនិទានឲ្យគេស្ដាប់តែម្ដងដែលរឿងនិទាននឹងក៏បានដំណើរថាមានព្រះសង្ឃមួយអង្គនឹងបានស្វែងរកព្រះជាម្ចាស់ដោយប្រើគ្រាប់សណ្ដែកប៉ុន្តែនៅពេលដែលព្រះសង្ឃនឹងបានប្រើវេទមន្តយកគ្រាប់សណ្ដែកនោះដើម្បីបណ្ដុះឡើងទៅលើមេឃនឹងស្រាប់តែបានជួបប្រជុំនឹងពួកយក្សបន្ទាប់មកពួកយក្សនឹងក៏បាននាំគ្នាចូលមកលើផែនដីនឹងបានដណ្ដើមរាជសម្បត្តិរបស់សណ្ដែកនឹងបានចាប់មនុស្សហូរធ្វើជាអាហារទៀតផងតែនៅពេលនោះស្ដេចអេរិចនឹងក៏បានឲ្យព្រះសង្ឃនឹងសម្លាប់យក្សដើម្បីយកបេះដូងបង្កើតជាមកុដចាប់តាំងពីពេលនោះមកស្ដេចអេរិចនឹងក៏បានយកមកុដនោះទៅបង្ក្រាបពួកយក្សដោយបានយកពួកគេធ្វើជាទាស្ករដាច់ថ្លៃផងដែរចំណែកការក្រោយមកស្ដេចអេរិចនឹងក៏បានឲ្យពួកគេឡើងទៅខាងលើទៅដែនដីរបស់ពួកគេវិញនិងហាមមកជន់ផែនដីម្ដងទៀតជាដាច់ខាតរីឯដើមស្ដែកនឹងក៏ត្រូវបានពួកគេកាប់រំលំចោលតែម្ដងលុះជាច្រើនឆ្នាំក្រោយមកស្ដេចអេរិចនឹងក៏បានយាងសោយទីបង្គត់ហើយព្រះសង្ឃនឹងក៏បានយកមកុដនិងក្របស្ដែកនឹងដាក់ចូលទៅក្នុងភ្នូររបស់ស្ដេចអេរិចតែម្ដងងាកមកមើលនៅក្នុងរាជវាំងឯនេះវិញក៏មានម្ចាស់ក្សត្រីមួយអង្គនឹងក៏កំពុងនិទានរឿងរ៉ាវមួយនឹងទៅកាន់ព្រះនាងអេលីសាបេតផងដែរចំណែកជេកនឹងក៏បានសួរទៅកាន់ឪពុករបស់គេថាបើសិនជាយក្សមួយនឹងចូលមកម្ដងទៀតតើនឹងមានរឿងអ្វីកើតឡើងអីចឹងទៅហើយឪពុករបស់គេនឹងក៏បានតទៅវិញថាបើសិនជាយក្សចូលមកមែនប្រកាសជាមានអ្នកការពារមកជាមិនខាននោះទេហើយវានឹងក៏មិនអាចថាយក្សនោះចូលមកបានផងដែរដែលវានឹងក៏ត្រឹមតែជារឿងនិទានតែប៉ុណ្ណោះបន្ទាប់មកជេកនឹងក៏បានតទៅវិញថាគេនឹងធ្វើជាអ្នកការពារអីចឹងទៅបន្ទាប់មកទៀតជេកនឹងក៏បានសួរបន្តទៅកាន់ឪពុករបស់គេថាហេតុអ្វីនឹងបានជាឪពុករបស់គេបានដឹងថានៅលើលោកនឹងគ្មានយក្សហើយឪពុករបស់គេនឹងក៏បានតទៅវិញថាមិនដឹងទេប្រូចំណែកឯព្រះនាងអេលីសាបេតបន្ទាប់ពីបានស្ដាប់រឿងនិទាននោះហើយម្ចាស់ស្ត្រីនឹងក៏បានបន្ថែមថាព្រះនាងអេលីសាបេតនឹងគឺមានឈាមជ័រពីស្ដេចអេរិចហើយព្រះនាងអេលីសាបេតនឹងក៏បានតទៅវិញថាព្រះនាងគឺធ្លាប់បានទៅកន្លែងដំកល់សាកសពរបស់ស្ដេចអេរិចហើយនៅពេលនោះម្ចាស់ស្ត្រីនឹងក៏បាននិយាយថានឹងឲ្យព្រះនាងអេលីសាបេតនឹងធ្វើជាម្ចាស់ស្ត្រីដើម្បីការពារទឹកដីនឹងនាពេលអនាគតចំណែកជេកនៅពេលដែលឪពុករបស់គេបានចេញទៅវិញគេនឹងក៏បានយកសិភៅរឿងនិទានមួយហ្នឹងមកមើលដល់ខ្លួនឯងបន្តទៀតគឺនៅពេលដែលយក្សបានឡើងទៅលើមេឃវិញពួកវានឹងក៏បានសម្លឹងមើលមកកាន់ផែនដីដោយក្តីនឹករលឹកនិងបានផលិតអាវុធដើម្បីត្រៀមខ្លួនមកផែនដីនៅថ្ងៃណាមួយអញ្ចឹងទៅបន្ទាប់មកខ្សែរឿងនឹងក៏បានកាត់ចូល10ឆ្នាំក្រោយមកជេកនឹងក៏បានទៅរកពូរបស់គេដើម្បីយកសេះទៅលក់នៅក្នុងទីក្រុងលុះនៅពេលដែលជេកបានចូលទៅដល់ទីក្រុងនៃអាណាចក្រដែលមានឈ្មោះថា Cloister ដើម្បីយកសេះនឹងទៅលក់ហ្នឹងពេលហ្នឹងគេនឹងក៏បានឃើញរោងល្ខោនមួយទៅបានជាគេនឹងក៏ចូលទៅមើលតែម្ដងពេលនោះជេកនឹងក៏បានឃើញព្រះនាងអេលីសាបេតនឹងបានបន្លំខ្លួនធ្វើជារាជទៅទស្សនានៅទីនោះផងដែរហើយគេនឹងក៏បានលួចក្រាស់ព្រះនាងតែម្ដងដោយមិនបានដឹងថានាងនោះគឺជាព្រះនាងនោះទេភ្លាមនោះស្រាប់តែមានក្រុមស្ទាវមួយក្រុមនឹងក៏បានចូលទៅរករឿងលេបខាយពាក្យសម្ដីជាមួយនឹងព្រះនាងដោយឃើញដូចនោះជេកនឹងក៏បានទៅហាមឃាត់ក៏បានធ្វើឲ្យពួកគេនឹងវាយជេកមួយដៃຕົកជាការរាប់អានស្របពេលនោះស្រាប់តែគ្រប់គ្នានឹងក៏បានលុតជង្គង់ចូលដោយសារតែមានមេតបនឹងក៏បានមកដល់ទីនោះដើម្បីយកព្រះនាងត្រឡប់ទៅវិញហើយពេលនោះក៏មានមេតបដែលមានឈ្មោះថាអែលម៉ុននឹងក៏បានឲ្យជេកលុតជង្គង់ចូលផងដែរលុះនៅពេលដែលអែលម៉ុនបានយកព្រះនាងត្រឡប់ទៅរាជវាំងវិញជេកនឹងក៏បានទៅរកខ្សែរបស់គេក៏ស្រាប់តែនៅពេលនោះគេនឹងក៏បានបាក់រទេះសេះបាត់ទៅហើយឡៃតាជួងាកមកមើលនៅក្នុងវាំងឯនេះវិញដែលមានកំឡោះសង្ហាពីរនាក់គឺរ៉ូដារិចហើយនិងវីកដែលពួកគេទាំងពីរនាក់នឹងក៏បានលួចមកកលរបស់ស្ដេចអេរិចនិងក្របសណ្ដែកយកទៅលាក់ទុកនៅក្នុងបន្
បន្ទប់មួយលុះនៅពេលដែលពួកគេបានទៅរបស់ដែលពួកគេបានលាក់នោះសត្វតែពួកគេនឹងក៏បានឃើញព្រះសង្ឃមួយអង្គបានដើរចេញពីទីនោះយ៉ាងបញ្ញាបញ្ញាបំផុតប៉ុន្តែពួកគេនឹងមិនបានចាប់អារម្មណ៍នោះទេតែនៅពេលដែលពួកគេបានចូលទៅដល់ទៅក៏បានដឹងថាព្រះសង្ឃមួយនោះក៏បានលួចក្របសណ្ដែកយកបាត់ទៅហើយសង្ស័យយកទៅលីងប៉ុន្តែមិនបានលួចមកកត់ស្ដេចរែកនោះទេប្រហែលជាមិនស្គាល់ឬក៏រកមិនឃើញអញ្ចឹងទៅនៅពេលដែលបាត់ក្របសណ្ដែកដូចនោះរ៉ូដារិចនឹងក៏បានប្រកាសឲ្យគេបាត់ច្រកនៅក្នុងទីក្រុងតែម្ដងដើម្បីតាមចាប់ព្រះសង្ឃនោះចំណែកឯព្រះសង្ឃនោះនៅពេលដែលបានឃើញគេបាត់ច្រកបែបនេះនឹងបានឃើញជេកំពុងតែដើរលេលើដើម្បីលក់សេះនោះព្រះសង្ឃអាបែលនឹងក៏បានសុំទិញសេះពីជេនឹងបានសុំឲ្យជេនឹងជួយយកក្របសណ្ដែកនឹងទៅឲ្យបរិសម្នាក់ដែលមានឈ្មោះថាម៉ូហ្គាឡេឲ្យបានផ្ដាំថាព្រះសង្ឃអាបែលជាអ្នកផ្ញើមកឲ្យចឹងទៅចំណែកឯប្រាក់ឈ្នួលក្នុងការធ្វើកិច្ចការរឿងមួយហ្នឹងគឺមិនមាននោះទេ free ដោយសារតែគាត់គឺគ្មានប្រាក់នៅតាមខ្លួននោះទេតែបើសិនជាកិច្ចការមួយនឹងបានសម្រេចនោះនឹងមានរង្វាន់ដ៏ច្រើនសន្ធឹកជាទីខប់ចិត្តជាមិនខាននោះទេអាកូនលុះនៅពេលដែលជេកបានឃើញក្របសណ្ដែកនោះហើយគេនឹងក៏ចាប់ផ្ដើមស្រឡាងកាំងដោយសារតែយកសេះទៅដូរយកក្របសណ្ដែកដីប៉ុន្តែអាបែលនឹងក៏បានប្រាប់ថាវាមិនមែនជាក្របសណ្ដែកដីធម្មតានោះទេអាកូនក្របសណ្ដែកនេះវានឹងផ្លាស់ប្ដូរពិភពលោកនិងជីវិតរបស់ឯងពេលនោះអាបែលនឹងក៏បានយកសេះរបស់ជេកជីកិច្ចខ្លួនចេញពីទីនោះប៉ុន្តែក៏ត្រូវបានក្រុមទាហាននឹងចាប់គាត់បានដដែលបន្ទាប់មកនៅពេលដែលកំឡោះជេកនឹងបានត្រឡប់ទៅរកពូរបស់គេវិញពូរបស់គេនឹងក៏មានការខឹងសម្បាជាខ្លាំងតែត្រឡប់មកពីលក់សេះវិញបានត្រឹមតែក្របសណ្ដែកដីពី3គ្រាប់ដូចនេះពេលនោះពូរបស់គេនឹងក៏បានស្ដីបន្ទោសគេថាគេនឹងមានអាយុ18ឆ្នាំមកហើយមិនគួរណាមកឆោតល្ងងចាញ់បោកព្រះសង្ឃដូចនេះសមដែលមានព្រះសង្ឃណាមានប្រាក់តាមខ្លួននោះទេបន្ទាប់មកពូរបស់ជេកនឹងក៏បានកវែងក្របសណ្ដែកនោះទៅខាងក្រោមទៅបានជាជេកនឹងបានទៅរើវាយកមកវិញប៉ុន្តែគេនឹងគឺមិនបានដឹងថានៅខាងក្រោមនឹងមានក្របសណ្ដែកដីមួយគ្រាប់ជួនៅខាងក្រោមផ្ទះនោះទេចំណែកឯព្រះនាងអេលីសាបេតនៅពេលដែលចូលទៅក្នុងវាំងវិញបិតារបស់ព្រះនាងនឹងក៏បានស្ដីបន្ទោសទៅកាន់ព្រះនាងហើយបិតាព្រះនាងនឹងក៏បានឲ្យព្រះនាងនឹងត្រូវរៀបអភិសេកក្នុងពេលឆាប់នេះថែមទៀតផងហើយព្រះនាងនឹងក៏បានតទៅវិញថាព្រះនាងនឹងគឺចេញទៅខាងក្រៅដើម្បីតែមើលស្ថានភាពប្រជាជនតែប៉ុណ្ណោះបន្ទាប់មកព្រះអង្គនឹងក៏បានតបទៅវិញថានៅពេលដែលម្ចាស់ក្សត្រីបានសោយទេវមង្គតទៅគ្រប់យ៉ាងមានតែភាពខ្មៅងឹតចូលទៅក្នុងជីវិតរបស់ទ្រង់ទៅបានជាទ្រង់នឹងគឺមិនចង់បាត់បង់ព្រះនាងបន្តទៀតឡើយហើយទ្រង់នឹងឲ្យព្រះនាងរៀបអភិសេកជាមួយនឹងប្រូរ៉ូដារិចឆាប់ខាងមុខនេះនៅពេលដែលបានលើកបែបនេះហើយព្រះនាងនឹងក៏បានដើរចេញពីទីនោះបន្ទាប់មកនៅយប់ឡើងព្រះនាងនឹងក៏បានបន្លំខ្លួនចាក់ចេញពីរាជវាំងតែម្ដងចំណែកឯកំឡោះរ៉ូដារិចនៅពេលដែលគេបានទៅសួរចម្លើយអាបែលដើម្បីរកក្របសណ្ដែកនោះអាបែលនឹងគឺមិនបានប្រាប់ឡើយដោយមិនចង់ឲ្យពួកគេនឹងគ្រប់គ្រងផែនដីនៅពេលដែលបានលើកបែបនេះហើយរ៉ូដារិចនឹងក៏បានចាត់សម្លាប់គាត់តែម្ដងបន្ទាប់ពីបានចេញពីរាជវាំងដោយមានមេភ្លៀងធ្លាក់ខ្លាំងផងនោះព្រះនាងនឹងក៏បានចូលទៅច្រកនៅក្នុងខ្ទមរបស់ជេកដែលជេកគេនៅតែម្នាក់ឯងជាមួយនឹងឆ្មាតែប៉ុណ្ណោះបន្ទាប់ពីបានចូលទៅដល់ខាងក្នុងព្រះនាងនឹងក៏បានកុហកថាព្រះនាងគឺបានវង្វេងផ្លូវប៉ុន្តែនៅពេលនោះជេកនឹងក៏បានដឹងហើយថានោះគឺជាព្រះនាងដែលជាក្រាស់របស់គេបន្តមកនៅពេលដែលព្រះនាងបានដើរមើលនៅទីនោះនឹងបានសួរនាំពីចំណងចំណុចចិត្តរបស់ជេកព្រះនាងនឹងក៏បានដឹងថាជេកនោះក៏ចូលចិត្តរឿងព្រេងនិទាននិងដំណើរផ្សងព្រេងដូចជាព្រះនាងផងដែរបន្ទាប់មកនៅពេលដែលបានដឹងថាជេកនឹងបានស្គាល់ថាជាព្រះនាងទៅហើយព្រះនាងនឹងក៏បានអរគុណនៅរឿងរ៉ាវកាលពីថ្ងៃមុនរីឯជេកនឹងក៏បានឲ្យសិភៅរឿងនិទានទៅកាន់ព្រះនាងតែម្ដងដើម្បីទុកជាអនុស្សាវរីយ៍ទាញចិត្តក្រាស់ពេលនោះស្កតេឆ្មារបស់ជេកនឹងក៏បានឃើញមានអ្វីនៅក្រោមផ្ទះយ៉ាងចម្លែករំពេចនោះនៅពេលដែលមេឃភ្លៀងបានប៉ះជាមួយនឹងក្របសណ្ដែកដែលបានធ្លាក់នៅខាងក្រោមនៃក្របនោះវានឹងក៏បានទុកដូរឡើងមកខាងលើតែម្ដងដែលបានធ្វើឲ្យកំឡោះជេកខ្ទាតទៅខាងក្រៅហើយរីឯព្រះនាងនឹងក៏បានជាប់នៅក្នុងផ្ទះមួយនោះហើយនៅពេលដែលដើមសណ្ដែកដីនោះកាន់តែធំឡើងវានឹងក៏បានយកព្រះនាងទៅជាមួយនឹងខ្ទមទៅលើមេឃតែម្ដងបន្ទាប់មកជេកនឹងក៏បានព្យាយាមទៅជួយព្រះនាងដែលមានពុទ្ធៅទៅតាមកាប់ដើមសណ្ដែកនោះផងដែរតែនៅពេលនោះជេកនឹងប៊ីនឹងធ្លាក់ទៅក្រោមទៅហើយតែសំណាងល្អព្រះនាងនឹងក៏បានព្យាយាមតោងដៃរបស់គេជាប់តែយ៉ាងណាទីបំផុតកំឡោះជេកនឹងក៏បានធ្លាក់ចុះមកខាងក្រោយជាមួយនឹងកងដៃរបស់ព្រះនាងនឹងបានសន្លប់ស្ដោកនៅខាងក្រោមនោះតែម្ដងនៅព្រឹកបន្ទាប់នៅពេលដែលស្ដេចនឹងបានដឹកនាំកងទ័ពទៅតាមរកព្រះនាងស្រាប់តែទ្រង់នឹងក៏បានឃើញជេកនឹងកំពុងតែដេកសន្លប់ជាមួយនឹងកងដៃរបស់ព្រះនាងនៅក្នុងដៃរបស់គេទើបបានជាសួរនាំទៅកាន់ជេកអីចឹងទៅរីឯជេកនឹងក៏បានរាយរាប់រៀបរាប់អំពីដំណើរដើមហេតុដែលបានកើតឡើងកាលពីយប់មិញទៅកាន់ស្ដេចពេលនោះពូរបស់ជេកនឹងក៏បានទៅដល់ទីនោះផងដែរបន្ទាប់មកស្ដេចនឹងក៏បានបញ្ជាឲ្យពួកគេទៅតាមយកព្រះនាងឲ្យមកខាងក្រៅវិញហើយនៅពេលនោះជេកនឹងក៏បាន
បានស្ម័គ្រចិត្តឡើងទៅជួយពនាងជាមួយនឹងមេតបអែលម៉ុនផងដែរលុះនៅពេលដែលពួកគេចាប់ផ្ដើមបោះជំរំនៅខាងក្រៅមេតបនឹងកងទាហានរួមជាមួយនឹងកំឡោះជេងនឹងក៏បាននាំគ្នាឡើងទៅខាងលើដើមសណ្ដែកនោះដើម្បីតាមរកពនាងឲ្យមកខាងក្រៅវិញនៅពេលដែលពួកគេបានឡើងទៅខាងលើដោយមានមេតបអែលម៉ុនជាអ្នកនាំមកចំណែកជេងនឹងក៏ចាប់ផ្ដើមប្រហោងពោះបដាហើយដោយសារតែខ្លាចធ្លាក់ទៅខាងក្រោមដោយការប្រយុទ្ធមិញម្ដងទៀតបន្ទាប់ពីពួកគេបានឡើងទៅខាងលើអែលម៉ុននឹងក៏បានបាញ់ព្រួយដើម្បីឆ្លងទៅដើមឈើម្ខាងទៀតលុះនៅពេលដែលអែលម៉ុនបានឆ្លងបានសម្រេចហើយពួកគេនឹងក៏បានឲ្យកំឡោះជេកឆ្លងទៅម្នាក់ទៀតដោយនៅពេលនោះជេកនឹងក៏បានយកខ្សែក្បាលរបស់គេធ្វើជាខ្សែដោយមានមេតបក្រកនឹងធាក់គេមួយជើងដើម្បីជាការលើកទឹកចិត្តនៅពីមពើមប៉ុន្តែនៅពេលនោះគេនឹងក៏បានធាក់ទៅលើដើមសណ្ដែកដែលនៅខាងក្រោមហើយគេនឹងក៏បានសួរថាតើគេនឹងបានស្លាប់ហើយមែនប្រូតែអែលម៉ុននឹងក៏បានតទៅវិញថានៅតែអាកំឡោះហើយក៏បានបន្តដំណើរទៅមុខបន្តទៀតអីចឹងទៅបន្តមកពួកគេនឹងក៏បានឡើងទៅលើរហូតដល់យប់ស្រាប់តែនៅពេលនោះក៏មានទាហាននឹងបានធ្លាក់ទៅខាងក្រោមដោយមានខ្សែចងជាប់ជាមួយគ្នាពេលនោះរ៉ូដរិចនឹងក៏បានឲ្យវិកកាត់ខ្សែនោះទម្លាក់ពួកគេទម្លាក់ទៅខាងក្រោមតែម្ដងហើយក៏បានកុហកទៅអ្នកខាងលើថាពួកគេនឹងគឺបានធ្លាក់ដោយខ្លួនឯងតែប៉ុណ្ណោះខ្ញុំអត់ដឹងទេប្រូតមកពួកគេនឹងក៏បានបន្តដំណើរឡើងទៅខាងលើបន្តទៀតហើយក៏បានសម្រាកនៅលើដើមឈើនឹងមួយយប់លួននៅព្រឹកបន្ទាប់នៅពេលដែលជេកបានងើបឡើងគេនឹងក៏បានឃើញប្រាសាទយក្សមួយយ៉ាងស្កឹមស្កៃដោយផ្ទះអភិជននៅពេលដែលគេបានសម្លឹងរឹកមើលបន្តទៀតគេនឹងក៏បានឃើញខ្ទើរបស់គេនឹងបានជាប់នៅទីនោះថែមទៀតផងបន្តមកពួកគេនឹងក៏បានចូលទៅតាមប្រហោងមាត់យក្សនោះដែលមានទឹកធ្លាក់បន្តទៀតនៅពេលដែលពួកគេបានចូលទៅដល់ទីនោះពួកគេនឹងក៏បានឃើញដានជើងរបស់ពនាងហើយនៅពេលដែលពួកគេបានឡើងទៅខាងលើបានសម្រេចហើយមេតបអែលម៉ុននឹងក៏បានចែកអាហារសម្រន់ឲ្យពួកគេហូបបន្តិចកុំឲ្យឈឺកាពេហើយចឹងទៅលុះនៅពេលដែលពួកគេបានបន្តដំណើរទៅមុខបន្តទៀតវីកហើយនឹងរលរិចនឹងក៏បានសួរចម្លើយទៅកាន់ជេកដើម្បីរកគ្រាប់សណ្ដែកដែលនៅសល់ព្រោះពួកគេនឹងបានដឹងពីព្រះសង្ឃអាបែលរើហើយពេលនោះជេកនឹងក៏បានបកលវាទៅឲ្យពួកគេវិញប៉ុន្តែគេនឹងក៏បានលាក់វាមួយទុកមួយគ្រាប់នៅក្នុងខ្សែករបស់គេផងដែរចំណែកនៅខាងក្រោមម្នេះវិញពួកគេនឹងក៏បានឃើញទាហានធ្លាក់មកខាងក្រោមបាក់កស្លាប់បាត់អស់ទៅហើយស្គរពេលនោះនៅពេលដែលពួកគេទៅតាមរកពនាងស្រាប់តែជេកនឹងក៏បានឃើញសិភៅព្រេងនីតិរបស់ពនាងឈរនៅក្បែរថ្មនីតិនោះទើបបានជាជេកនឹងប្រាប់គ្រប់គ្នាតែម្ដងហើយរីអែលម៉ុននឹងក៏បានប្រាប់ឲ្យគ្រប់គ្នាចែកផ្លូវគ្នាទៅតាមព្រះនាងបន្តទៀតអីចឹងទៅលុះនៅពេលដែលជេកអែលម៉ុនហើយនឹងក្របានទៅក្បែរមាត់ទឹកមួយស្រាប់តែពួកគេនឹងក៏បានឃើញសត្វជិញពីឆ្កានៅទីនោះហើយនៅពេលដែលពួកគេប្រុងទៅចាប់ជាមនោះស្រាប់តែជេកហើយនឹងក្រនឹងក៏បានចោលអន្ទាក់នៅទីនោះតែម្ដងបន្តមកនៅពេលដែលអែលម៉ុនបានព្យាយាមទៅជួយពួកគេទាំងពីរនាក់នោះស្រាប់តែក៏មានយក្សមួយដ៏ធំសម្បើមក៏បានដើរមកដល់ទីនោះតែម្ដងទើបបានជាពួកគេនឹងរត់ចែកផ្លូវគ្នាដើម្បីលាក់ខ្លួនដោយម្នាក់នឹងបានទៅលាក់ខ្លួននៅក្បែរដងថ្មហើយម្នាក់ទៀតនឹងក៏បានលាក់ខ្លួននៅក្បែរដើមឈើហើយនឹងអាកប្លោះជេកនឹងក៏បានជំមុជជិតទៅក្នុងទឹកនៅទីនោះពេលនោះនៅពេលដែលយក្សបានចាប់កូនឈាមស្រាប់តែវានឹងក៏បានជួយក្លិនរបស់ក្រហើយក៏បានចាប់យកក្រទៅតែម្ដងរីឯអែលម៉ុននឹងគេក៏បានព្យាយាមទៅជួយក្រផងដែរតែក៏ត្រូវបានយក្សនោះចាប់គាត់យកទៅម្នាក់ទៀតចំណែកឯជេកនឹងក៏បានរត់ទៅតាមពីក្រោយយក្សនោះផងដែរដើម្បីទៅតាមជួយពួកគេទាំងពីរនាក់ឲ្យត្រឡប់មកវិញមកមើលរត់ដរៃហើយនឹងវីកនៅពេលនោះពួកគេនឹងក៏បាននាំទាហានម្នាក់ទៅក្បែរមាត់ជួរហើយក៏បានកុហកថាដូចជាបានឃើញពនាងនៅក្បែរនោះមើលនោះបន្តមកក៏ដរៃនឹងក៏បានឆ្កានទាហានម្នាក់នោះឲ្យធ្លាក់ទៅខាងក្រោមបាក់កស្លាប់តែម្ដងភ្លាមនោះនៅពេលដែលពួកគេកំពុងតែសប្បាយអរនឹងស្រាប់តែវីកនឹងក៏ត្រូវបានកំឡោះយក្សមួយចាប់ពីគេយកទៅហូបយ៉ាងឆ្ងាញ់ពិសាហើយនៅពេលដែលពួកគេប្រុងនឹងចាប់រត់ដរៃនឹងយកទៅហូបម្នាក់ទៀតក៏ដរៃនឹងក៏បានយកមកកត់ចេញពីក្នុងកាបូបរបស់គេចេញមកទើបបានជាយក្សទាំងអស់នោះមិនហ៊ានហូបគេនោះទេចំណែកឯជើងនេះវិញក៏បានរត់ទៅតាមយក្សនោះស្រាប់តែគេនឹងក៏បានទៅដល់រាជវាំងយក្សមួយដ៏ធំសម្បើមមិនគួរឲ្យជឿដែលគេនឹងធ្លាប់ឮតែនៅក្នុងព្រេងនិទានតែប៉ុណ្ណោះចំណែកឯព្រះនាងនឹងក៏ត្រូវបានយក្សក្បាល2ដែលមានឈ្មោះថា General Phelan ដែលជាមេធំនឹងក៏បានយកព្រះនាងដាក់នៅក្នុងទ្រុងមួយហើយ Pro Phelan នឹងក៏បានសួររកមនុស្សផ្សេងទៀតផងដែរហើយក៏បានសួរបន្តទៀតថាតើព្រះនាងនឹងស្ថិតនៅក្នុងខ្សែរយងរបស់ស្ដេចអេរិចមែនព្រោះគេនឹងគឺរងចាំការសងសឹកនឹងជាយូរយារណាស់មកហើយបន្តមកអាពេល Phelan នឹងក៏បានយកពនាងទៅឲ្យក្មេងៗយក្សផ្សេងទៀតទស្សនានិងបានប្រាប់ថាថ្ងៃហ្នឹងនឹងមានអាហារឆ្ងាញ់ជាមិនខាននោះទេព្រោះនាងគឺជាកូនចៅចំនួនក្រោយរបស់ស្ដេចអេរិចតែពួកគេនឹងបានរងចាំការសងសឹកនឹងយូរយារណាស់មកហើយបន្តមកកំឡោះយក្សមួយនឹងក៏បានយកអែលម៉ុនហើយនឹងក្រចូលមកពីអ្នកផ្សេងទៀតប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងគឺមិនខ្លាចពួកអាយក្សទាំងអស់ហ្នឹងទេហើយថែមទាំងបានបបួលវាយគ្នាមួយស្មើថែមទៀតផងទើបនៅពេលនោះអាក្បាលពី Phelan ហ្នឹងក៏បានចាប់យកក្រមកហូប
មុនគេដើម្បីលៀងមាត់មុនពេលហូបបាយស្គរពេលនោះជេនឹងក៏បានទៅដល់ទីនោះផងដែរនឹងបានលាក់ខ្លួនពីយៈមួយទៅកាន់យៈមួយដើម្បីចូលទៅខាងក្នុងដើម្បីជួយពួកគេទៅពីអ្នកនោះបន្ទាប់មកនៅពេលដែលគេបានទម្លាក់ខ្លួននៅក្នុងបន្ទប់មួយសត្វតាគេនឹងក៏បានឃើញមានទ្រព្យសម្បត្តិជាច្រើននៅទីនោះស្ទើរតែមិនគួរឲ្យជឿហើយទ្រព្យសម្បត្តិនិងរបស់មានតម្លៃជាច្រើននៅទីនោះគឺយៈនឹងបានយកវាមកនៅក្នុងសម័យស្ដេចអេរ៉េកចំណែក Phelan នៅពេលដែលគេបានសួរចម្លើយដើម្បីរកអ្នកផ្សេងនិងចង់ហៅពនាងបន្តទៀតនោះសត្វតែយៈមួយដែលមានឈ្មោះថា Fan នឹងក៏បានមកហាមឃាត់ដោយបានប្រាប់ថាគេនឹងគឺជាអ្នកដែលបានរកឃើញពនាងមុនគេពេលនោះនៅពេលដែលពួកគេចាប់ផ្ដើមឆ្លុះប្រកែកគ្នាស្រាប់តែ Roderick នឹងក៏បានមកដល់ទីនោះជាមួយនឹងបរិវារយៈផ្សេងទៀតទើបបានជាយៈទាំងអស់នោះចាប់ផ្ដើមគោរពគេប្រៀបដូចជាស្ដេចអញ្ចឹងទៅដោយសារតែគេនឹងមានមកុដនៅលើក្បាលពេលនោះគេនឹងក៏បានប្រាប់ទៅកាន់ពនាងថាគេលែងចង់រៀបការរៀបកោញអីទេហើយក៏បានប្រកាសថានឹងនាំកូនយៈទាំងអស់គ្នានឹងទៅកាន់ផែនដីដើម្បីគ្រប់គ្រងធ្វើជាស្ដេចផែនដីវិញនៅពេលដែលបានលើកបែបនេះហើយក្មេងៗយៈទាំងអស់នោះក៏ចាប់ផ្ដើមស្រែកហូសប្បាយអរជាខ្លាំងដែលមានតែ Phelan ក្បាលពីរទេដែលវាមិនសប្បាយអរជាមួយចំណែកជេងនៅពេលដែលគេបានចូលទៅដល់កន្លែងផ្សេងមួយទៀតគេក៏បានឃើញយៈនឹងបានយកពនាងហើយនឹង Elmond ទៅកន្លែងធ្វើម្ហូបពីចម្ងាយទើបបានគេនឹងក៏បញ្ញាប់ទៅជួយតែម្ដងបន្ទាប់មកនៅពេលដែលយៈបានយក Elmond មកលុញជាមួយនឹងម្សៅនៅពេលនោះយៈមួយនឹងក៏បានភ្លក់អាចចំហមួយទុកជាការកំសាន្តដើម្បីយករសជាតិអីចឹងទៅរីឯជេងនៅពេលដែលគេបានទៅដល់ទីនោះនឹងបានព្យាយាមជួយពនាងប៉ុន្តែគេនឹងគឺជួយមិនបាននោះទេព្រោះកលឹះនឹងគឺវាធ្ងន់ខ្លាំងពេកលើកអត់រួចហើយនៅពេលដែលគេបានទៅជួយ Elmond ម្នាក់ទៀតដែលជាប់នៅក្នុងម្សៅនឹងក៏មិនអាចជួយបានដូចគ្នាទើបបានជាគេនឹងក៏បានឲ្យកបាត់មួយនឹងទៅកាន់ Elmond ដើម្បីវាម្សៅនោះតទៅទៀតអីចឹងទៅបន្ទាប់មក Master Chaya នឹងក៏បានយកឈើចង្កាក់ចាក់សម្លាប់កូនជ្រូកនិងបានចាក់ទៅកាន់ Elmond ផងដែរដែលប៊ីសនឹងចំផ្លោករបស់គាត់បាត់ទៅហើយបន្ទាប់មកនៅពេលដែលយៈនឹងបានយក Elmond ដាក់ចូលទៅក្នុងនោះអាងពេលនោះគេនឹងក៏បានយកកំបាត់នោះចេញមកនិងបានវាម្សៅនោះចេញមកវិញបានសម្រេចចំណែកឯ Master Chaya នៅពេលដែលគេប្រុងយកពនាងមកធ្វើម្ហូបបន្តទៀតជេនឹងក៏បានព្យាយាមឡើងទៅខាងលើនិងបានយកកំបាត់នឹងទម្លាក់ចំកញ្ចាំងករបស់យៈហើយនៅពេលដែល Master Chaya នោះបានទៅបំរាក៏ស្រាប់តែក៏បានបុកជាមួយនឹងដុំថ្មនៅខាងក្រោយដែលបណ្ដាលកំបាត់នឹងចាក់ទម្លុះធ្លាយវវិញដាច់ខ្យល់អេស្លាប់តែម្ដងបន្ទាប់ពី Master Chaya នោះបានស្លាប់បាត់ទៅ Elmond នឹងក៏បានឲ្យកូនកំបាត់នោះទៅកាន់ Jake វិញចំណែកឯនៅខាងក្រៅម្នេះវិញពួកគេនឹងកំពុងតែរងចាំលទ្ធផលហើយប្រជាជននឹងក៏បាននាំគ្នាយកទីកន្លែងហ្នឹងទៅជាទីកន្លែងកំសាន្តបន់ពិធីទៅវិញចំណែកឯស្ដេចនៅពេលនោះទ្រង់ចាប់ផ្ដើមសែតជាខ្លាំងដោយបានអង្គុយសម្លឹងមើលទៅកាន់កងដៃរបស់ពនាងហើយស្ដេចនឹងទ្រង់មិនបានដឹងទេថានៅខាងលើហ្នឹងពិតជាមានយៈពិតមែនដោយទៅនឹងរឿងព្រេងនិទាននោះស្គរពេលនោះ Roderick នឹងក៏បានដឹងថាមានមនុស្សនឹងបានមកជួយពនាងនិង Elmond បាត់ទៅហើយចំណែក Elmond នឹងគេក៏បានកាន់ទុកក្រផងដែរស្គរពេលដែលពនាងនឹងកំពុងតែបន្ទោខ្លួនឯងដែលមានវិបដិសារីជាខ្លាំងនៅពេលដែលពនាងនឹងបានចេញពីក្នុងវាំងទើបបានជាមានរឿងរ៉ាវទាំងអស់នេះកើតឡើងនៅពេលដែលបានឃើញបែបនេះជេនឹងក៏បាននិយាយលួងលោមអកលាពនាងនឹងប្រាប់ឲ្យពនាងត្រឡប់ទៅវិញជាមួយនឹងពួកគេដើម្បីទៅគ្រប់គ្រងផែនដីឡើងវិញអីចឹងទៅនៅពេលដែលបានលើបែបនេះហើយព្រះនាងនឹងក៏បានតទៅវិញថាពាក្យមួយម៉ាត់នឹងមេដារបស់ពនាងនឹងក៏បានប្រាប់ម្ដងរួចមកហើយបន្តមកនៅពេលដែលពួកគេបានទៅរកផ្លូវត្រឡប់ទៅវិញស្រាប់តែពួកគេនឹងក៏បានឃើញក្មេងតូចយៈមួយកំពុងតែដេកយាមនៅច្រកនោះយ៉ាងរំភើយពេលនោះកំឡោះជេងនឹងក៏មានកំណត់មួយដោយគេនឹងក៏បានទៅយកឃ្មុំនៅក្បែរនោះហើយក៏បានដើរលើបជាមួយនឹង Elmond ដាក់វាចូលទៅក្នុងមុខរបស់យៈតែម្ដងហើយមួយសបកក្រោយមកស្រាប់តែយៈនោះក៏ចាប់ដើមស្រែកឡើងយ៉ាងខ្លាំងដោយសារតែត្រូវឃ្មុំតេកចំយៈឃ្មុំតេកឈឺដែរណាហើយនៅពេលនោះយៈនឹងក៏បានធ្លាក់ទៅខាងក្រោមបាក់កស្លាប់ដាច់ខ្យល់អេតែម្ដងដែលធ្វើឲ្យជេងហើយនឹងពនាងនឹងមានការសប្បាយអរជាខ្លាំងរហូតដល់លោតអោបគ្នាអីចឹងទៅបន្តមកនៅពេលដែលពួកគេប្រុងត្រឡប់ទៅវិញ Elmond នឹងក៏បានឲ្យជេងនាំពនាងទៅមុនគឺគេនឹងគឺត្រូវទៅដណ្ដើមមកត់ពីរែកមកវិញអីចឹងទៅហើយមុនពេលដែលបែកគ្នាជេងនឹងក៏បានឲ្យកូនកំបាត់ទៅកាន់ Elmond ហើយរីឯ Elmond នឹងក៏បានឲ្យផ្លាកដែកមួយទៅកាន់ជេងវិញផងដែរចំណែកឯយៈមួយនោះក៏បានធ្លាក់ទៅដល់ផែនដីអំឡុងពេលដែលក្រុមអាចារ្យនឹងក៏កំពុងតែបួងសួងសូមសេចក្តីសុខបន្ទាប់មកនៅពេលដែលស្ដេចបានឃើញដូចនេះទើបទ្រង់នឹងក៏បានជឿថានៅខាងលើនឹងគឺពិតជាមានយៈពិតមែនគឺមិនអាចទុកដើមសណ្ដែកនោះបន្តទៀតឡើយទើបបានជាទ្រង់នឹងក៏បានបញ្ជាឲ្យទាហានកាប់ដើមសណ្ដែកនោះចោលតែម្ដងប៉ុន្តែពួកគេនឹងគឺមិនហ៊ានកាប់នោះទេដោយនៅរងចាំពនាងឲ្យត្រឡប់មកវិញសិនតែក៏ត្រូវបានស្ដេចនឹងទៅកាប់វាដោយខ្លួនឯងតែម្ដងបន្ទាប់មកក្រុមទាហានទាំងអស់នឹងក៏បាននាំគ្នាកាប់តាមក្រោយចឹងទៅលុះនៅពេលដែលជេកហើយនឹងពនាងកំពុងតែព្យាយាមចូលមកខាងក្រោមវិញពនាងនឹងក៏បានសម្លឹងមើលទៅខាងក្រោមទាំងសោកសៅហើយព្រះនាងនឹងក៏បានថាបជេកមួយផងដែរដោយពួកគេនឹង
នឹងគឺមិនបានដឹងទេថាមនុស្សនៅខាងក្រោមហ្នឹងកំពុងតែកាប់ដើមសណ្ដែកនោះលុះនៅព្រឹកបន្ទាប់នៅពេលដែលអែលម៉ុនកំពុងតែរងចាំរលរែកនៅច្រកចេញនោះពេលនោះស្រាប់តែរត់រែកហ្នឹងក៏បានដឹកនាំពួកយៈមកកាន់ទីនោះពិតមែនដើម្បីត្រៀមខ្លួនចូលទៅកាន់ផែនដីបន្ទាប់មកនៅពេលដែលរត់រែកបានត្រៀមបាយគ្រាប់សណ្ដែកដីដើម្បីបណ្ដុះចុះទៅខាងក្រោមនោះស្រាប់តែអែលម៉ុនហ្នឹងក៏បានលើបទៅវាយប្រហារទៅកាន់រត់រែកហើយនៅពេលដែលពួកគេបានប្រយុទ្ធគ្នាពួកគេក៏បានធ្លាក់ចូលទៅមាត់ថ្មយៈនៅទីនោះទីឯអាហ្វៃឡនក្បាល2ក៏បានបញ្ជាឲ្យក្មេងៗយៈហ្នឹងទៅវាយបំបែកដូនថ្មដើម្បីទៅសម្រាប់អែលម៉ុនអីចឹងទៅហើយបន្តិចក្រោយមកនៅពេលដែលអែលម៉ុនបេនឹងធ្លាក់ទៅខាងក្រោមស្រាប់តែអែលម៉ុនហ្នឹងក៏បានចាក់ជើងរបស់រត់រែកហើយក៏បានចាក់ថែមមួយកំបិតទៀតចំដើមទ្រូងដែលធ្វើឲ្យប្រូរត់រែកហ្នឹងឈឺចុកចាប់ឥតឧបមាបន្ទាប់មករត់រែកហ្នឹងក៏បានព្យាយាមស្រែកហៅក្មេងតូចយៈឲ្យមកជួយគេហើយពេលនោះនៅពេលដែលយៈហ្នឹងបានវាយបំបែកថ្មនោះបានសម្រេចហើយពួកគេនឹងក៏បានឃើញថារត់រែកហ្នឹងបានអតិបាត់ទៅហើយទើបបានជាហ្វៃឡនហ្នឹងក៏បានបេះមកកត់ចេញពីក្បាលរបស់រត់រែកនិងបានយកវាមកពាក់នៅលើម្រាមដៃរបស់គេហើយទីបំផុតហ្វៃឡនក្មេងតូចយៈក្បាល2ក៏បានខ្លាយទៅជាស្ដេចគ្រប់គ្រងយៈទាំងអស់ដែលធ្វើឲ្យហ្វាន់ហ្នឹងលែងហ៊ានក្អកជាមួយនឹងគេទៀតហើយបន្តិចក្រោយមកនៅពេលដែលស្ដេចបានបញ្ជាឲ្យកាប់ដើមសណ្ដែកនោះបានសម្រេចហើយដើមសណ្ដែកនោះក៏ចាប់ផ្ដើមរលំហើយវានឹងក៏បានវត្តទៅកាន់ប្រជាជនក៏ដូចជាទាហានដែលបានធ្វើឲ្យពួកគេនឹងត្រូវរបួសនិងស្លាប់ផងដែរលុះនៅពេលដែលបានឃើញដើមសណ្ដែកចាប់ផ្ដើមដួលរលំអែលម៉ុននឹងក៏បានលួចទៅតោងតែម្ដងស្របពេលដែលជេកំពុងតែតោងជាមួយនឹងព្នាងដូចគ្នារីឯអាយៈក្បាល2 Phelan នៅពេលដែលបានឃើញដើមសណ្ដែករលំដូចនេះគេនឹងមានការខឹងសម្បាជាខ្លាំងដោយសារតែគេនឹងគឺមិនអាចចូលខាងក្រៅបាននោះទេពេលនោះនៅពេលដែលដើមសណ្ដែកកំពុងរលំជេនឹងក៏បានយកផ្លាកដែកដែលអែមមិនបានឲ្យនោះទៅកាត់វល្លិសណ្ដែកហើយក៏បានតោងទៅខាងក្រោមជាមួយនឹងព្នាងហើយនៅពេលដែលពួកគេទាំងពីរនាក់បានធ្លាក់ទៅខាងក្រោមក៏បានថតទៅបុកជាមួយនឹងចម្បាំងហើយវានឹងត្រូវផាលនឹងកទៅហើយចំណែកដើមសណ្ដែកនៅពេលដែលវាបានដួលទៅវានឹងក៏បានចូលទៅដល់រាជវាំងរីឯឡេម៉ុននឹងក៏បានលួចចូលទៅក្នុងទឹកដែលនៅក្បែររាជវាំងនោះតែម្ដងបន្ទាប់មកនៅពេលដែលជេកបានឲ្យព្នាងទៅជួបជាមួយនឹងស្ដេចវិញស្ដេចនឹងក៏មានការសប្បាយអរជាខ្លាំងហើយនៅពេលនោះស្ដេចនឹងក៏បានសួរអ្នកផ្សេងទៀតអីចឹងទៅបានជាព្នាងនឹងក៏បានរៀបរាប់អំពីអែលម៉ុនហើយនៅពេលដែលបានលើកបែបនេះហើយជេកនឹងក៏មានការអន់ចិត្តអន់ថ្លើមជាខ្លាំងហើយក៏បានដើរចេញពីទីនោះប៉ុន្តែនៅពេលដែលស្ដេចបានដឹងថាជេកនឹងបានជួយព្នាងស្ដេចនឹងក៏បានឲ្យរង្វាន់ចិត្តទីកប់ចិត្តទៅកាន់ជេកផងដែរបន្ទាប់មកនៅពេលដែលស្ដេចនឹងបាននាំព្នាងទៅកាន់រាជវាំងវិញអាកំឡោះជើងរបស់យើងនឹងក៏បាននិយាយថាព្នាងនឹងគឺស្អាតជាងគេនៅលើលោកហើយគេនឹងក៏បានឲ្យសិភើរបស់គេទៅកាន់ព្នាងម្ដងទៀតចំណែកក្មេងទៅ Phelan នៅពេលនេះគេចាប់ផ្ដើមអស់សង្ឃឹមជាខ្លាំងប៉ុន្តែបន្តិចក្រោយមកសត្វតែក្បាលយៈតូចនឹងក៏បានឃើញគ្រាប់សណ្ដែករបស់ Goderic នឹងបានជួលនៅទីនោះទៅបានជាគេនឹងទៅមើលវាតែម្ដងហើយទីបំផុតវានឹងគឺជាគ្រាប់សណ្ដែកពិតប្រាកដមែនបន្តមកគេនឹងក៏បានផ្លុំគ្រាប់សណ្ដែកនោះចូលទៅក្នុងទឹកទៅខាងក្រោមហើយគ្រាប់សណ្ដែកនោះក៏បានដុះចេញមកបន្តមកអាក្បាលពី Phelan នឹងក៏បានហៅចំណិតយៈទាំង4ដើម្បីចុះទៅប្រយុទ្ធនិងបានផ្ដាំទៅអាហ្វាន់ថាព្នាងគឺជាហានិរបស់វាវើយហាមប៉ះពាល់ប្រយ័ត្នត្រូវបន្តមកយៈនឹងក៏បានលោទៅតោងដើមស្ដែកនោះដើម្បីដើមស្ដែកនោះកោងចុះខាងក្រោមវិញហើយពួកគេនឹងក៏បាននាំគ្នាចុះទៅកាន់ឋានមនុស្សតែម្ដងចំណែកជេកនឹងក៏បានមើលក្រុមស្ដែកតែម្នាក់ឯងហើយនៅពេលនោះគេនឹងក៏បានឃើញស្ទែរបស់គេនៅទីនោះបន្តមកនៅពេលដែលគេនឹងបានទៅអែលស្ទែរបស់គេនឹងក៏បានឃើញផ្លេចបន្ទោលនិងបានឃើញយៈកំពុងនាំគ្នាចូលមកកាន់ផែនដីទើបបានជាគេនឹងក៏បានជិះសេបញ្ញាទៅប្រាប់ស្ដេចជាបន្តអីចឹងទៅដែលនៅពេលនោះស្ដេចនឹងក៏ចិត្តទៅដល់រាជវាំងផងដែរហើយជេកនឹងក៏បានជិះសេបន្តនិងស្រែកហៅបន្តឲ្យពួកគេបន្ថែមលបឿនអីចឹងទៅព្រោះយៈនឹងកំពុងតែចុះមកហើយប៉ុន្តែសម្លេងស្រែករបស់គេនឹងគឺមិនបានឮដល់ស្ដេចនោះទេចំណែកឯព្រះសង្ឃដែលនៅពេលដែលបានឃើញយៈចុះមកដូចនោះព្រះសង្ឃនឹងក៏បានកោះជួងប្រកាសសន្តែម្ដងបន្ទាប់មកនៅពេលដែលយៈនឹងបានចុះមកដល់ខាងក្រោមពួកវានឹងក៏បានសម្លាប់ទាហានយកធ្វើជាចំណីអាហារយ៉ាងឈ្ងុយឆ្ងាញ់និងបានយកកង្ហារខ្យល់នឹងគប់ទៅកាន់ពួកគេដែលធ្វើឲ្យមករបស់ស្ដេចនឹងក៏បានធ្លាក់ចូលទៅលើដីចឹងទៅចំណែកឯអែលម៉ុនក៏បានត្រៀមកងទាហានដើម្បីទប់ទល់ជាមួយនឹងពួកយៈដែលកំពុងតែសម្រុកមករាជវាំងនិងបានត្រៀមទទួលស្ដេចចូលក្នុងវាំងវិញហើយបន្តិចក្រោយមកនៅពេលដែលស្ដេចហើយនឹងព្នាងជិតដល់ក្នុងវាំងនោះអែលម៉ុននឹងក៏បានឲ្យទាហានបាញ់ភ្លើងចូលក្នុងទឹកដែលមានប្រេងហើយភ្លើងនឹងក៏បានឆាបឆេះឡើងជុំវិញរាជវាំងតែម្ដងព
ពេលនោះនៅពេលដែលជេកបានជិះសេះមកពួកគេនឹងក៏បានលើកស្ពានត្រៀមបាត់ផងដែរដើម្បីកុំឲ្យក្មេងៗយ៉ាទាំងអស់នោះចូលមកប៉ុន្តែពេលនោះស្រាប់តែអាយៈក្បាលពីរ Phelan នឹងក៏បានព្យាយាមតាមចាប់ជេកផងដែរតែជាកសលគេនឹងក៏បានស៊ីមួយព្រួញហើយក៏បានធ្លាក់ចូលក្នុងទឹកដែលមានភ្លើងនោះរីឯ Fan នឹងបែរជាមិនជួយមេវាទៅវិញនឹងបានបកដើរទៅខាងក្រោយដើម្បីរកវិធីប្រយុទ្ធគ្នាបន្តទៀតចំណែក Phelan នឹងគេមិនបានស្លាប់នោះទេបែរជាបានរកឃើញចូលក្នុងរាជវាំងឯណានោះទៅវិញឆ្កយបន្តមកនៅពេលដែល Jake ហើយនឹងនាងបានឃើញ Elmond ពួកគេនឹងក៏ចាប់ផ្ដើមសប្បាយចិត្តជាខ្លាំងដោយសារតែ Elmond នឹងគឺមានសុវត្ថិភាពអីចឹងទៅបន្តិចក្រោយមកស្រាប់តែក្រុមក្មេងតូចយ៉ានឹងក៏បានគប់ជួងចូលទៅកាន់ទីនោះនិងបានព្យាយាមទាញទម្លាក់ស្ពានដើម្បីចូលទៅក្នុងវាំងនៅពេលដែលបានឃើញបែបនោះហើយស្ដេចនឹងក៏បានឲ្យ Jake ការពារព្រះនាងនិងនាំព្រះនាងទៅលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដីលុះនៅពេលដែលព្រះនាងបាននាំ Jake ទៅកាន់បន្ទប់ក្រោមដីហើយការពិតនៅទីនោះគឺជាកន្លែងរបស់ស្ដេច Eric ដែលមាននៅក្នុងព្រៃនិទាននោះចំណែកក្រុមយ៉ានឹងក៏នៅតែបន្តទាញទម្លាក់ទ្វារនោះបន្តទៀតនិងបានយកដើមឈើដុតជាមួយនឹងភ្លើងគប់ចូលទៅក្នុងរាជវាំងអីចឹងទៅបានជា Elmond នឹងក៏បានបញ្ជាឲ្យទាហាននឹងបាញ់ខ្សែដើម្បីការពារកុំឲ្យយ៉ានោះទាញទ្វារបានហើយនៅពេលនោះស្ដេចនឹងក៏បានទៅចូលរួមជួយផងដែរចំណែកឯព្រះនាងហើយនឹងអាកំឡោះ Jake នឹងក៏បានចូលទៅក្នុងបន្ទប់ក្រោមដីបានសម្រេចក៏ស្រាប់តែអាយៈក្បាលពីរ Phelan នឹងក៏បានកំទេចថ្មចូលទៅកាន់ទីនោះតែម្ដងបានជាពួកគេនឹងក៏បាននាំគ្នាទម្លាក់ខ្លួននៅក្បែរនោះឲ្យចឹងទៅចំណែកឯពូទាហាននឹងក៏បានបាញ់ព្រួញខ្នាតធំជាច្រើនគ្រាប់ទៅកាន់ពូយ៉ាហើយពេលនោះក៏មានយ៉ាមួយកំពុងតែរៀបហូបមនុស្សទៅហើយក៏សំតែមានព្រួញមួយក៏បានទៅទម្លុះហណ្ដារបស់វាចំណែកឯ Fan នឹងក៏បានគេចចេញពីក្របព្រួញនឹងឡើងវែងផងដែរហើយវានឹងក៏បានយកជំនាញរបស់វាបាញ់ទៅកាន់ពូទាហានវិញឲ្យចឹងទៅចំណែកឯព្រះនាងហើយនឹង Jake នឹងក៏កំពុងតែលាក់ខ្លួនពី Phelan ហើយដល់ពេលដែលពួកគេបានគេចខ្លួនចេញពីទីនោះយ៉ានឹងក៏បានគប់ដំបងទៅកាន់ពួកគេដែលមាននឹងត្រូវពួកគេទៅហើយពេលនោះដល់ពេលដែលពួកគេនឹងបានរត់ទៅមុខបន្តទៀតក៏ស្រាប់តែព្រះនាងនឹងក៏ត្រូវបាន General Phelan នឹងចាប់នាងបានសម្រេចលុះនៅពេលដែល Jake នឹងបានព្យាយាមទៅជួយដែលបានយកវុធហៅលោទៅប្រងកាប់យ៉ានោះតែក៏ត្រូវអាក្បាលពីរចាប់គេបានម្នាក់ទៀតបន្តមកនៅពេលដែលយ៉ាប្រងហូប Jake មុនគេនោះ Jake នឹងក៏បានយកគ្រាប់សណ្ដែកចុងក្រោយដែលបានលាក់នៅក្នុងបតោងខ្សែករបស់គេបោះវាចូលទៅក្នុងមាត់របស់យ៉ាហើយភ្លាមនោះនៅពេលដែលវាបានប៉ះជាមួយទឹកវានឹងក៏បានដុះឡើងនិងបានសម្លាប់អាក្បាលពីរនៅទីនោះតែម្ដងរីឯមកកតដែលនៅលើម្រាមដៃរបស់វានឹងក៏បានធ្លាក់ចុះមកខាងក្រោមវិញផងដែរចំណែកឯក្រុមរបស់ Fan នៅពេលដែលវាកំទេចទ្វារដែកនឹងបានចូលទៅក្នុងវាំងបានសម្រេចហើយស្រាប់តែពួកគេនឹងក៏បានឃើញដើមសណ្ដែកដុះនៅចំកណ្ដាលរាជវាំងភ្លាមនោះស្រាប់តែក្រុមក្មេងតូចយ៉ានឹងក៏បាននាំគ្នាលុតជង្គង់គោរពទៅកាន់ Jake គឺនៅពេលដែល Jake នឹងបានយកមកកត់ស្ដែករិចមកពាក់ដើម្បីឲ្យយ៉ាទាំងអស់នោះចាប់ផ្ដើមខ្លាយរអាហើយនៅទីបំផុតពួកគេនឹងក៏បានគ្រប់គ្រងក្រុមយ៉ាទាំងអស់នោះម្ដងទៀតបន្ទាប់ពីស្ដេចអេរិកតបពីរឿងរ៉ាវទាំងអស់នឹងត្រូវបានបញ្ចប់ព្រះនាងនឹងក៏បានរៀបអភិសេកជាមួយនឹងកំឡោះ Jake នឹងទទួលបានបទត្រាបត្រីចំនួន2អង្គាលុះនៅពេលយប់ឡើង Jake នឹងតែងតែនិទានរឿងរ៉ាវប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ហើយនៅពេលដែលពួកគេទាំងពីរនាក់បានសួរ Jake ថាបើសិនជាយ៉ាបានត្រឡប់មកវិញតើនឹងត្រូវធ្វើដូចម្ដេចហើយ Jake នឹងក៏បានតបទៅវិញថាពិភពលោកនឹងមានសុវត្ថិភាពជារៀងរហូតជាច្រើនរយសតវត្សបានកន្លងផុតទៅរឿងរ៉ាវទាំងអស់នឹងក៏បានคล้ายទៅជារឿងនិទានដំណើររហូតដល់បច្ចុប្បន្នហើយមកកត់នោះក៏ត្រូវបានកែលម្អជាថ្មីនិងបានដាក់ឈ្មោះថ្មីផងដែរហើយសាច់រឿងរបស់យើងនឹងក៏កាត់បញ្ចប់តែប៉ុណ្្នឹងឯងហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់ការសម្ដែងរឿងរបស់ខ្ញុំនឹងតាំងពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយហ្នឹងសូមកុំភ្លេចចុច Subscribe និងដាក់រូបបណ្ដឹងខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ